សួស្តីនេះគឺជាវីដេអូភាគមួយរបស់ខ្ញុំដែលខ្ញុំនិយាយអំពីការដាំដើមពពាយហើយនេះគឺជាតិចនិចមួយនៅក្នុងចំណោមតិចនិចជាច្រើនហើយតិចនិចមួយនេះគឺយើងដាំនៅក្នុងក្រដាសជូតមាត់ដែលយើងដាក់នៅក្នុងកំប៉ុងបិទជិតមួយដូច្នេះគឺខ្ញុំបានបណ្ដុះវាជាច្រើនថ្ងៃដែរហើយបន្ទាប់ពីវាចាប់ផ្ដើមដុះឫសគឺខ្ញុំចាប់ផ្ដើមរៀបចំដីបន្ទាប់ពីខ្ញុំបានរៀបចំដីនៅក្នុងផើងមួយបាទផើងហ្នឹងគឺកុំធំពេកតូចល្មមបានហើយយើងលាយដីហ្នឹងជាលក្ខណៈដីមានជីវជាតិល្អសម្រាប់ការបណ្ដុះដូចគ្នាដោយសារតែនៅក្នុងវីដេអូមួយនេះគឺខ្ញុំបានធ្វើការលាយដីជីនេះរួចរាល់ទៅហើយអញ្ចឹងគឺខ្ញុំធ្វើការដាក់តែម្ដងហើយខ្ញុំនឹងបង្កើតវីដេអូក្រោយៗទៀតក្នុងការបង្កើតលាយដីជីសម្រាប់ពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើការដាក់ដីនៅក្នុងផើងពេញល្អហើយបាទបន្ទាប់មកគឺយើងនឹងធ្វើការរៀបចំដីនឹងហើយយើងដាក់គ្រាប់ពូជដែលបានដុះហ្នឹងនៅក្នុងផើងរបស់យើងនិយាយទៅគឺយើងកប់រាក់បានហើយព្រោះតែវាបានដុះឫសចេញមកហើយអញ្ចឹងគឺភាគរយនៃការលូតលាស់របស់វាគឺមានច្រើនហើយគ្រាប់ណាដែលវាស្អុយគឺយើងមិនចាំបាច់យកមកដាក់ចូលទៀតទេគឺវាស្អុយហើយអញ្ចឹងគឺយើងអាចយកទៅបោះចោលបានអញ្ចឹងយើងធ្វើការរៀបចំគ្រាប់ពូជរបស់យើងពីកម្រិតពីមួយទៅមួយគៀកគ្នាក៏បានដែរដោយសារតែប្រភេទដើមពពាយគឺជាប្រភេទដើមវល្លិដែលយើងអាចធ្វើទ្រើងឲ្យវាឡើងទៅលើបានអញ្ចឹងយើងអាចធ្វើការដាក់ជាជួរគៀកគ្នាដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះក៏បានដែរមូលហេតុដែលខ្ញុំប្រើប្រាស់ផើងតូចដោយសារតែនៅបាតផើងហ្នឹងគឺយើងចោះជារុនបន្ទាប់មកគឺយើងធ្វើការជីកដីដែលយើងបានរៀបចំជាធុងស្នោដែលមានដីជីជាតិហើយនៅក្បាលវីដេអូហ្នឹងពុកម៉ែបងប្អូនបានឃើញថាខ្ញុំមានជាបន្លែដែលខ្ញុំបោះចោលហ្នឹងគឺយើងអាចយកមកវាបោះវានៅលើធុងស្នោដែលយើងរៀបដីទុកហ្នឹងណាបាទអញ្ចឹងគឺវាអាចបង្កឡើងទៅជាជីដែលមានជីជាតិសម្រាប់ដំណាំរបស់យើងបន្ទាប់ពីខ្ញុំបានរៀបចំធុងស្នោដូចនៅក្នុងវីដេអូហ្នឹងហើយគឺខ្ញុំចាប់តាមជីកដីជម្រៅមួយល្មមដែលយើងអាចធ្វើការកប់ផើងដែលយើងបណ្ដុះដើមពពាយមុនហ្នឹងអញ្ចឹងបាទហើយនៅក្នុងធុងស្នោហ្នឹងគឺខ្ញុំបានដាំជាម្ទេសដាំជាអីចឹងទៅដោយសារតែដីរបស់យើងហ្នឹងគឺវាមានជីវជាតិគ្រប់គ្រាន់សម្រាប់យើងធ្វើការបណ្ដុះរុក្ខជាតិចម្រុះនៅក្នុងធុងស្នោបន្ទាប់ពីខ្ញុំចាប់ផ្ដើមជីកដីហើយយើងដាក់កប់ជីនៅបាតនឹងរួចរាល់ហើយគឺយើងធ្វើការដាក់ផើងនឹងចូលទៅហើយយើងកប់ផើងហ្នឹងត្រឹមកផើងហ្នឹងដើម្បីទុកខាងក្រោមហ្នឹងនៅពេលដែលពពាយរបស់យើងវាកាន់តែធំទៅគឺវានឹងលូកឫសហ្នឹងចេញតាមប្រហោងនៃថូរបស់យើងឬក៏ប្រហោងផើងរបស់យើងអញ្ចឹងបន្ទាប់ពីកប់ស្អាតរួចរាល់ហើយគឺខ្ញុំចាប់តាមស្រោចទឹកដំណាំបាទស្រោចទឹកពពាយរបស់យើងហ្នឹងដាក់នៅក្នុងផើងហ្នឹងឲ្យវាសព្វល្អទៅបាទបន្ទាប់ពី3ថ្ងៃក្រោយមកគឺយើងឃើញថាពពាយរបស់យើងគឺចាប់ផ្ដើមលូតលាស់ចេញជាដើមមកហើយប៉ុន្តែវាអត់ទាន់មានស្លឹកទេដោយសារតែវាទៅតែដុះពន្លកចេញថ្មីបាទអញ្ចឹងដូចឃើញនៅក្នុងវីដេអូនេះគឺមាន3ដើមបន្ទាប់មក6ថ្ងៃក្រោយមកគឺវាចាប់ផ្ដើមដុះជាសន្លឹកបន្តិចហើយបាទដុះជាសន្លឹកដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបាទអាណាដែលវាដុះមុនអញ្ចឹងទៅវាលោតសន្លឹកនេះគឺចំនួន1សប្តាហ៍កន្លះបាទ1សប្តាហ៍កន្លះគឺវាចាប់ផ្ដើមមាន2ស្លឹកហើយខ្ញុំធ្វើការដាក់ជីបន្ថែមហើយជីរបស់ខ្ញុំគឺមិនមែនជាជីអាចគោឬក៏ជីអីដូចគេទេគឺខ្ញុំប្រើប្រាស់ជាមួយនឹងបន្លែស្រស់តែម្ដងដែលយើងសល់ពីការចម្អិនម្ហូបរបស់យើងហ្នឹងគឺយើងអាចធ្វើការចិញ្ច្រាំវាឲ្យម៉ត់ហើយយើងដាក់នៅគល់បន្ទាប់ពីយើងដាក់នៅគល់ទៅវារលួយទៅវាទៅជាជីដែលធ្វើឲ្យដំណាំរបស់យើងហ្នឹងណាគឺវាកាន់តែល្អ
អញ្ចឹងវីដេអូទី1របស់ខ្ញុំគឺមានប៉ុណ្្នឹងទេតាមដាននៅវីដេអូទី2ទាំងអស់គ្នាអរគុណជម្រាបលា